របៀបដែលយើងសរសេរអក្សរនៅលើរូបភាពដូចที่ខ្ញុំបានបង្ហាញនៅលើ screen នេះក្នុងកម្មវិធី Microsoft Word តើយើងសរសេរវារបៀបម៉េចអញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងជាធម្មតាកាលណាយើង open រូបរបស់យើងចូលក្នុងក្រដាស Word មកនៅពេលដែលយើងសរសេរអក្សរនៅលើក្រដាសឬក៏នៅលើរូបភាពគឺវាអត់ចេញឲ្យយើងទេអញ្ចឹងក្នុងវិធីនេះគឺយើងប្រើវិធីមួយដើម្បីនឹងការសរសេរនៅក្នុង text box ចេញចូលមក insert មកហើយយក shape យក text box នេះគឺការគូសលើវាហើយយើងសរសេរតាមខ្លែផងបាទតើបើយើងធ្វើការផ្លាស់ប្ដូរ font អក្សរមកហើយរើស size របស់យើងតាមទំហំដែលយើងចង់បានមកតើបើយើងចូលមកកាន់ set format ហើយយក set fill ដើម្បីយើងដោះ fill ទៅខាងក្រៅវាចេញ set align យើងយក no align ដើម្បីយើងដោះបន្ទាត់វាចេញតើបើយើងទាញមកដាក់លើរូបរបស់យើងមកហើយយើងធ្វើការផ្លាស់ប្ដូរពណ៌អក្សរទៅតាមចំណង់ចំណូលចិត្តរបស់យើងបាទបែបនេះចឹងនេះគឺជាការសរសេរអក្សរនៅលើរូបភាពរបស់យើងសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូលពេក